សូមស្វាគមន៍មិត្តទាំងអស់គ្នាមកកាន់ផ្លូវនៃជីវិតនៅថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមេរៀនទី35អំពីព្រះយេស៊ូវសន្យានឹងយាងត្រឡប់មកវិញនៅថ្ងៃមួយចំណុចសំខាន់ដែលយើងត្រូវចងចាំនៅមេរៀននៅថ្ងៃនេះគឺព្រះយេស៊ូវនឹងយាងមកវិញម្ដងទៀតនៅក្នុងព្រះគម្ពីរហេព្រើរចំពុក9ខ28បញ្ជាក់យ៉ាងដូចនេះថាព្រះគ្រីស្ទក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដងធ្វើជាញាញ់បូជាដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរព្រះអង្គនឹងយាងមកម្ដងទៀតតែលើកនេះគ្មានតាក់ទាមអ្វីនឹងបាបទេគឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គតើអ្នកធ្លាប់ភ្ញាក់ផ្អើលដែរឬទេពេលមាននរណាម្នាក់បានត្រឡប់មកផ្ទះវិញឬបានមកសួរសុខទុក្ខអ្នកដោយមិនបានប្រាប់ជាមុនតើអ្នកដឹងថាពួកគេនឹងមកទេនៅក្នុងមេរៀននៅថ្ងៃនេះយើងនឹងរៀនអំពីសេចក្តីសន្យារបស់ព្រះយេស៊ូវជាមួយនឹងពួកសិស្សរបស់ទ្រង់មុនពេលដែលព្រះអង្គយាងទៅឋានសួគ៌ទ្រង់បានមានបន្ទូលថាទ្រង់នឹងយាងត្រឡប់មកវិញនៅថ្ងៃណាមួយព្រះគម្ពីរម៉ាថាយចំពុក24ខ1ដល់ខ3បានចែងថាពេលនោះព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារពួកសិស្សចូលមកជិតចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារថ្វាយព្រះអង្គទតព្រះយេស៊ូវមានព្រះបន្ទូលទៅគេថាខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាអ្វីដែលអ្នករាល់គ្នាឃើញនៅពេលនេះនឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្មទៀតហើយហេតុការណ៍នៅគ្រាចុងក្រោយកាលព្រះយេស៊ូវគង់នៅលើភ្នំដើមអូលីវពួកសិស្សនាំគ្នាចូលទៅគាល់ព្រះអង្គដាច់ឡែកពីគេហើយទូលថាសូមប្រាប់ឲ្យយើងខ្ញុំដឹងផងហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណាតើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថាដល់ពេលព្រះអង្គយាងមកនឹងដល់អវសានកាលនៃពិភពលោកនៅថ្ងៃមួយពេលព្រះយេស៊ូវកំពុងគង់នៅទីក្រុងយេរូសាឡឹមជាមួយនឹងពួកសិស្សរបស់ទ្រង់ពួកគេបានទូលព្រះអង្គឲ្យយកចិត្តទុកដាក់លើអគារព្រះវិហារដ៏ស្រស់ស្អាតព្រះយេស៊ូវបានបន្ទូលប្រាប់ពួកគេថាពេលវេលាកំណត់នឹងត្រូវមកដល់នៅពេលដែលព្រះវិហារត្រូវបានបំផ្លាញក្រោយមកព្រះយេស៊ូវកំពុងគង់នៅលើភ្នំដើមអូលីវទល់មុខក្រុងយេរូសាឡឹមពួកសិស្សបានទូលសួរព្រះអង្គម្ដងទៀតថាសូមប្រាប់ឲ្យយើងខ្ញុំដឹងផងហេតុការណ៍ទាំងនោះនឹងកើតឡើងនៅពេលណាតើមានអ្វីជាទីសម្គាល់ឲ្យយើងបានដឹងថាដល់ពេលវេលាកំណត់ព្រះអង្គយាងមកនឹងដល់អវសានកាលនៃពិភពលោកនេះព្រះគម្ពីរម៉ាថាយចំពុក24ខ4ដល់ខ14បានចែងថាព្រះយេស៊ូវមានព្រះបន្ទូលតបទៅគេថាចូលប្រុងប្រយ័ត្នកុំបណ្ដោយឲ្យនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយត្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំទៅប្រើដោយពោលថាខ្ញុំនេះហើយជាព្រះគ្រីស្ទគេនឹងនាំមនុស្សជាច្រើនឲ្យវង្វេងអ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាមនឹងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើងហើយកុំជ្រួលច្របល់ឡើយត្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងតែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀតប្រទេសមួយតទល់នឹងប្រទេសមួយទៀតនៅតាមតំបន់ផ្សេងនឹងមានការទុរភិក្សនិងរំជួយផែនដីប៉ុន្តែហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រីដែលហៀបនឹងសម្រាលកូនគេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោសព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផងជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំនៅពេលនោះនឹងមានមនុស្សជាច្រើនបែកចិត្តឃ្លាតចេញពីជំនឿក្បត់គ្នាទៅវិញទៅមកនិងស្អប់គ្នាផងព្យាការីខ្លាំងខ្លាយជាច្រើននឹងមកដល់ហើយបញ្ឆោតមនុស្សជាច្រើនឲ្យវង្វេងអំពើទុច្ចរិតនឹងរីកចម្រើនឡើងជាខ្លាំងបណ្ដាលឲ្យសេចក្តីស្រឡាញ់របស់មនុស្សមួយចំនួនធំត្រូវធ្លាក់ចុះអន់ថយប៉ុន្តែអ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះគេនឹងប្រកាសដំណឹងល្អអំពីព្រះរាជនេះពាសពេញសកលលោកទាំងមូលទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់ពេលនោះទើបដល់អវសានកាលនៃពិភពលោកព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សឲ្យប្រុងប្រយ័ត្នកុំបណ្ដោយឲ្យអ្នកណាម្នាក់មកបញ្ឆោតពួកគេបានឡើយព្រះយេស៊ូវបានមានបន្ទូលថានឹងមានមនុស្សជាច្រើនអះអាងថាខ្ញុំនេះហើយជាព្រះមេស៊ីខ្ញុំនេះហើយជាព្រះគ្រីស្ទនិងពួកគេនឹងនាំមនុស្សឲ្យវង្វេងនឹងមានហេតុការណ៍ជាច្រើនកើតឡើងដល់ប្រជាជាតិជាច្រើននៅលើពិភពលោកនេះ
ប៉ុន្តែអវសានកាលនៃពិភពលោកនឹងមកដល់នៅពេលដែលដំណឹងល្អនៃនគររបស់ព្រះនឹងត្រូវបានផ្សាយប្រាប់ដល់គ្រប់ទីកន្លែងព្រះគម្ពីរម៉ាថាយចំពុក24ខ25ដល់ខ27និងចំពុក26ខ64បានចែងថាខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនហើយបើមានគេប្រាប់អ្នករាល់គ្នាថាព្រះអង្គនៅវាលរហោស្ថានឯណោះកុំចេញទៅតាមគេឡើយឬមួយបើគេថាព្រះអង្គនៅក្នុងបន្ទប់ឯនេះក៏កុំជឿពាក្យគេដែរត្បិតបុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោភ្លឺឆ្វាចឆូតកាត់ពីទិសខាងកើតទៅទិសខាងលិចព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថាត្រូវដោយលោកមានប្រសាសន៍មែនប៉ុន្តែខ្ញុំសូមបញ្ជាក់ប្រាប់អស់លោកថាអំណះតទៅអស់លោកនឹងឃើញបុត្រមនុស្សគង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាពហើយនឹងយាងមកលើពពកក្នុងផ្ទៃមេឃព្រះយេស៊ូវបានមានបន្ទូលថាទ្រង់នឹងយាងមកប្រៀបដូចជាភ្នែកបន្ទោភ្លឺឆ្វាចនៅលើមេឃមនុស្សទាំងអស់នឹងឃើញព្រះអង្គយាងមកលើពពកក្នុងផ្ទៃមេឃគ្របដោយឫទ្ធានុភាពនិងសេរីរុងរឿងដ៏អស្ចារ្យបំផុតលោកពួកទេវតានឹងផ្លុំត្រែលាន់ឮរំពងឡើងដើម្បីប្រកាសថាព្រះអង្គកំពុងយាងមកព្រះគម្ពីរម៉ាថាយចំពុក24ខ36ដល់ខ42បានចែងថារីឯថ្ងៃកំណត់និងពេលវេលាគ្មាននរណាដឹងឡើយទោះបីទេវតានៅស្ថានបរមសុខឬព្រះបុត្រាក៏ពុំជ្រាបដែរមានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាបនៅគ្រាបុត្រមនុស្សយាងមកក៏ដូចកាលនៅសម័យលោកណូអេដែរគឺមុនពេលទឹកជំនន់ធំមនុស្សម្នាតែងតែនាំគ្នាស៊ីផឹករៀបការប្តីប្រពន្ធរហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំគេមិនបានចាប់អារម្មណ៍អ្វីសោះទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅនៅគ្រាដែលបុត្រមនុស្សយាងមកក៏កើតមានដូច្នោះដែរបើមានមនុស្សពីរនាក់ធ្វើការក្នុងចំការជាមួយគ្នាព្រះជាម្ចាស់នឹងយកម្នាក់ទៅទុកម្នាក់ទៀតឲ្យនៅបើមានស្ត្រីពីរនាក់កិនស្រូវជាមួយគ្នាព្រះជាម្ចាស់នឹងយកម្នាក់ទៅទុកម្នាក់ទៀតឲ្យនៅដូច្នេះចូលប្រុងស្មារតីឲ្យមែនទែនត្បិតអ្នករាល់គ្នាពុំដឹងថាព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយព្រះយេស៊ូវបានមានបន្ទូលថានៅពេលដែលព្រះអង្គយាងមកក៏ដូចនៅសម័យកាលលោកណូអេដែរគឺនៅការដែលមនុស្សនាំគ្នាស៊ីផឹកនាំគ្នារៀបការប្តីប្រពន្ធតតែទឹកចំនួនធំឡើងមកដល់ព្រះយេស៊ូវបានប្រាប់ដល់ពួកសិស្សឲ្យប្រុងស្មារតីឲ្យចាំយាមពីព្រោះពួកគេមិនដឹងថ្ងៃកំណត់និងពេលវេលាដែលព្រះអង្គត្រូវយាងមកម្ដងទៀតឡើយព្រះគម្ពីរម៉ាថាយចំពុក24ខ45ដល់ខ51និងនៅក្នុងព្រះគម្ពីរវិវរណៈចំពុក16ខ15បានចែងយ៉ាងដូចនេះថាបើអ្នកបម្រើណាមានចិត្តស្មោះត្រង់ហើយឆ្លៀសវៃម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យអ្នកបម្រើនោះមើលខុសត្រូវលើអ្នកបម្រើឯទៀតក្នុងការចែកម្ហូបអាហារឲ្យគេតាមពេលកំណត់ពុំខានពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះអ្នកបម្រើនោះប្រកាសជាមានសុភមង្គលហើយខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផងផ្ទុយទៅវិញបើអ្នកបម្រើនោះមានចិត្តអាក្រក់ហើយគិតថាម្ចាស់អញក្រមកដល់ណាស់គាត់វាយអ្នកបម្រើឯទៀតព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹកពេលម្ចាស់វិលត្រឡប់មកផ្ទះវិញនៅថ្ងៃដែលអ្នកបម្រើនោះមិនបានរងចាំឬនៅពេលដែលគាត់មិនដឹងលោកនឹងធ្វើទោសគាត់ជាទម្ងន់ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតបុត្រដែរគឺឲ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញមើលយើងនឹងមកដូចចោរចូលលួចអ្នកណាប្រុងស្មារតីហើយមានសម្លៀកបំពាក់បិទបាំងកាយឥតនៅអាក្រាតឲ្យគេឃើញគេខ្មាស់អ្នកនោះពិតជាមានសុភមង្គលហើយព្រះយេស៊ូវបានមានបន្ទូលប្រាប់អំពីរឿងអ្នកបម្រើដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើអ្នកបម្រើឯទៀតនៅក្នុងផ្ទះទូនីតិរបស់អ្នកបម្រើនោះគឺចែកម្ហូបអាហារដល់អ្នកបម្រើផ្សេងទៀតតាមពេលវេលាកំណត់ព្រះយេស៊ូវបានមានបន្ទូលថាបើសិនជាអ្នកបម្រើនោះជាមនុស្សល្អនោះគាត់នឹងធ្វើការដោយយកចិត្តទុកដាក់ដោយស្មោះត្រង់ហើយឈឺវៃរហូតដល់ម្ចាស់ត្រឡប់មកវិញផ្ទុយទៅវិញបើអ្នកបម្រើនោះមានចិត្តអាក្រក់គាត់នឹងវាយអ្នកបម្រើឯទៀតរួចស៊ីផឹកជាមួយនឹងមនុស្សអាក្រក់ផ្សេងទៀតបន្ទាប់មកពេលម្ចាស់ត្រឡប់មកវិញភ្លាមម្ចាស់នឹងដាក់ទោសព្រមទាំងបណ្ដេញគាត់ទៅកន្លែងដែលមានរងទុក្ខវេទនានិងខាតឈឺចាប់ដោយគួរឲ្យភ័យខ្លាច
ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ឲ្យត្រៀមខ្លួនពួកគេមិនដឹងថាទ្រង់នឹងយាងមកម្ដងទៀតនៅពេលណាឡើយ1ថេសាឡូនីកចំពុក4ខ16ដល់ខ17បានចែងយ៉ាងដូចនេះថា ត្បិតនៅពេលមានលឺស្នូរជាសញ្ញាលាន់ឡើងហើយនៅពេលលឺសំឡេងមហាទេវតានិងសំឡេងត្រែរបស់ព្រះជាម្ចាស់ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមកអស់អ្នកជឿលើព្រះគ្រីស្ទដែលបានស្លាប់ទៅនោះនឹងរស់ឡើងវិញជាមុនបន្ទាប់មកទើបព្រះអម្ចាស់លើកយើងដែលនៅរស់នៅឡើយឲ្យឡើងទៅក្នុងពពកជាមួយបងប្អូនទាំងនោះដើម្បីជួបនឹងព្រះអង្គក្នុងអាកាសវេហាហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ ព្រះយេស៊ូវនឹងយាងចុះមកពីស្ថានសួគ៌អស់អ្នកដែលបានជឿលើព្រះយេស៊ូវនឹងបានស្លាប់ទៅហើយនឹងមានជីវិតរស់ឡើងវិញមុនគេដោយតែព្រះយេស៊ូវបានមានប្រជញ្ញរស់ឡើងវិញដូច្នោះដែរបន្ទាប់មកពួកយើងដែលកំពុងមានជីវិតរស់នៅឡើយត្រូវបានព្រះជាម្ចាស់លើកឡើងទៅក្នុងពពកដើម្បីជួបជាមួយនឹងព្រះយេស៊ូវនៅក្នុងអាកាសហើយយើងនឹងស្ថិតនៅជាមួយនឹងព្រះអង្គជារៀងរហូតតទៅព្រះយេស៊ូវបានសន្យាជាមួយនឹងពួកសិស្សរបស់ព្រះអង្គថាព្រះអង្គនឹងយាងមកវិញនៅថ្ងៃណាមួយព្រះអង្គបានមានបន្ទូលថាពួកគេនឹងមិនដឹងថ្ងៃពេលវេលាកំណត់ឬពេលវេលាដែលព្រះអង្គនឹងត្រូវយាងមកវិញនោះឡើយដូច្នេះយើងត្រូវតែធ្វើការដូចជាអ្នកបម្រើដ៏ស្មោះត្រង់និងឆ្លៀសវៃដែលតែងតែរំលឹកថាម្ចាស់ផ្ទះនឹងត្រឡប់មកវិញជាមិនខានព្រះយេស៊ូវនឹងយាងត្រឡប់មកវិញដោយឫទ្ធានុភាពនិងសេរីរុងរឿងព្រមទាំងទទួលយកអស់អ្នកដែលជឿលើព្រះអង្គឲ្យទៅនៅជាមួយនឹងព្រះអង្គជារៀងរហូតដល់អស់កលជានិច្ចផងដែរខ្ញុំមានសំណួរមួយសួរបងប្អូនតើមានអ្វីដែលធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលអំពីរឿងនេះតើមានអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍បំផុតអំពីរឿងនេះសូមប្រាប់នរណាម្នាក់ពីអ្វីដែលបងប្អូនបានរៀនពីព្រះបន្ទូលរបស់ព្រះនៅក្នុងសប្តាហ៍នេះ